សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំបងប្អូនមកស្ដាប់រឿងថ្មីមួយដែលមានចំណងជើងថារឿងក្អែកមួយជាក្អែក10កាលពីព្រេងនាយមានបុរស2នាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាអាខូចជូរអាចដាក់ពេញមួយពាងហើយយកអាចបិទលាបផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយមានផ្លែពុនចង្កឹះអកកំបោរដងពុនកដៃស្រោមធំវែងប្រហែលមួយលូកអាខិលស្ពាយកំបិតនោះដើរទៅលក់រីឯអាខូចក៏ពុនពាងអាចនោះដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នានៅកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អកយកទៅពិសាផ្អកចាវយ៉ាងល្អស្ងោរបានចំហុយក៏បានឆ្ងាញ់របស់ខ្ញុំណាអាខិលឆ្លើយថាទោះតែខ្ញុំលក់ដាវមិនដាច់គ្មានលុយទិញបើដូរដាវនេះតើព្រមដូរឬទេអាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដៃរបស់ខ្ញុំផងបើត្រូវការសឹមហូតកាត់តែម្ដងអ្នកឯងកុំប្រញាប់ហូតមើលបើហូតលោប្រព្រើលសក់ទៅវិញមិនចូលទេដាវខ្ញុំពូកែណាស់ខ្ញុំស្ដាយរបស់ខ្ញុំបើគុំតែខែនេះក្រមហូបពេកគុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចឲ្យទៅអាខិលហើយហាមថាផ្អកខ្ញុំក៏នឹងដែរដល់ពេលស៊ីសម្បើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរយបែងក្រែងលែងធំខ្មេះស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វាស៊ីទៅអាទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធកូនថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចៅគេឆ្ងាញ់ពិសាណាស់ប្រពន្ធអស់ពេកនឹកក្នុងចិត្តថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅចិត្តពាងផ្អកយកកំបិតកោអាចលាក់នោះបើកឡើងហើយលូកខ្វាបានមួយក្តាប់ដាក់ផ្លាត់ទៅក្នុងចានសល់នៅដៃពុនម៉ានក៏លិតភ្លក់មើលងើយមុខឡើងថាយីអកចៅអីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់ក៏ខ្វិកក៏ខ្វក់មាត់ផងយ៉ាងហ្នឹងតើផ្អកត្រីអីប្តីថាក្រែងត្រីពោប្រពន្ធក៏លូកគោរាវរកក្បាលលូកបានពាក់កណ្ដាលក្អួតចង្អោ20វ៉ដឹងជាក់ថាជាអាចមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវានោមច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវវត្តទៅដល់ដីបំរុងនឹងកាត់ឆ្កែសម្លាប់ក៏ចាប់ដងដាវខូចខ្វិចឃើញផ្លែដាវនោះកំពុចកិច្ចឡើងលើផ្ទះបង្ហាញប្រពន្ធមើលហើយសើចទាំងពីរនាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានោះស្មើនឹងអញទៅបបួលវាធ្វើសំឡាញ់គ្រាន់រកស៊ីបាន2នាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទះនឹងអាខិលដើរមកពីចម្ងាយសើចពុកព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសំឡាញ់អាទី1ក៏ឆ្លើយថាអញសុំឯងធ្វើខ្លើដែរហើយក៏សុកចិត្តដើរ2នាក់ទៅដល់ផ្ទះមហាសេដ្ឋីចាស់ម្នាក់ឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកស្ដាយគ្រប់គ្នាវេលានោះទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់ទាំងពីរនាក់គិតគ្នាថាឯងត្រូវខ្លែងសម្បុត្រមួយច្បាប់ទៅប្រាប់ថាសម្បុត្រសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំលបចូលទៅដេកក្នុងមឈូសអំពីលើខ្មោចសេដ្ឋីស្ដីតបនឹងឯងហើយក៏បន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម៌ ក
កូនចៅតូចធំរវល់តែយំសោកអាខូចដើរទៅរកក្រដាសបានធ្វើសម្បុត្រខ្លែងដើរទៅមកសំដែងសូត្រឲ្យគេស្ដាប់សម្បុត្រអំពីមហាសេដ្ឋីប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធរឥឡូវអាពុកជរាអើយកូនអើយចូលទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចោះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចោះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំខ្លាញ់បញ្ឆោតទេកូនសេដ្ឋីចូលភ្លាមទៅស្រែកហៅឪពុកអាខិលឆ្លើយថាអើកូនសួរថាឪពុកបានឲ្យសម្បត្តិទៅកូនធរយករបស់មែនឬអាខិលថាអើកូនអញឈ្មោះខូចវាមកហើយឬកូនឆ្លើយថាទៀនប្រោសមកហើយអាខិលថាអើមើលយករទេះមួយធំក្របីមួយនឹមទឹមរទេះនោះហើយយកមាសប្រាក់កែវកងសំពត់អាវវាស់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកទៅចោះកូនចៅប្រុសស្រីចាញ់ឧបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅពេញជាអស្ចារ្យឥឡូវនឹងបើកក្តារមើលឲ្យច្បាស់ចាស់ចាស់ហាម5ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់ទៅមកមើលមមាយម្លោះហើយក៏ជឿជាក់យកមាសនិងប្រាក់សម្ពុតអាវសម្លៀកបំពាក់និងកន្ទេលពូខ្នើយហើយថែមតុកថាចានល្អល្អអំបិលប្រហុក4-5ក្រឡអង្ករ5ការុងដាក់ផ្ទុកឲ្យទៅអាខិលនិងអាខូចបង្វិលរទេះយ៉ាងធំជជែកយំទឹកភ្នែកឲ្យដឹងខឹងដោយបញ្ឆេះទាំងប្រុសទាំងស្រីហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ឲ្យអាខូចទៅអានេះត្រេកអរឡើងបរទេះចេញទៅអ្នកទាំងអស់ដែលនៅចេះតែជ្រួជ្រើមិនស្រួលព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលបចេញព្រិចរត់តាមទៅបន្តិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយបើឈប់ដណ្ដាំបាយនៅរៀងអាយក្រែងស្ងាត់ខ្លាចចោលមកតាមស្ទាក់ប្លន់យកទ្រព្យមួយរទេះនេះបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេស៊ីខ្លះយកខ្លះមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំងតាមផ្លូវយកមកនឹងលាយបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យរបស់ទាំងអស់តែម្នាក់ឯងអាមួយនៅចាំរទេះក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអានោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅស៊ីបាយគេស៊ីរួចសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំងប្រឡាក់បាយមកដាក់នៅខាងអាយក៏ត្រូវនឹងខ្នាយនោះស្លាប់អាមួយដើរប្រញាប់ចាប់បាយស៊ីទៅនឹងស្លាក់អាសេរពឹសថ្នាំងក៏ពុលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូសរទេះចូលព្រៃតែក៏តោកទៅច្រកក្នុងទឹកត្រពាំងប្រឆាំងដាច់ខ្សែទៀមដេកត្រាំទឹកទៅដល់វេលាព្រឹកមួយបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនណាស់ដូច្នេះបើលៃលោកយកទៅជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទៅជារបស់ខ្លួនបើនិយាយទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជូនរាជការផែនដីជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួនគិតហើយដើរដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជុះអាចមិញមានសត្វក្អែកមួយហើរចេញអំពីក្តិតតែឯងអាណិត
បិទមាត់ឲ្យឆឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក់សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរទៅប្រាប់គេថាមានក្អែកហើរចេញពីក្តិតប្តីអញតែឯងកុំមាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមទៀតក្អែក5ប្រាប់លើសមួយតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើរាជអាមាត្យឲ្យទៅស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬបុរសក្រាបទូលថាទូលបង្គំជាខ្ញុំកុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើនបុរសនោះរៀបរាប់ក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទឹមរទេះយកទ្រព្យមកថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំងចារឿងរបស់យើងក៏ដល់ទីបញ្ចប់សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាក្នុងការស្ដាប់ជួបគ្នានៅវីដេអូក្រោយ